ពេលដែលបងចង់ set up profile គឺគេមានកន្លែងគេ set up អញ្ចឹងមុននឹង set up ខ្ញុំនឹងបញ្យល់បងតើ profile ហ្នឹងគឺជាអីសិន profile គឺជាដូចហាងយើងទីតាំង location យើងជាក់ស្ដែងអញ្ចឹងក្រុមហ៊ុនរបស់បង Meetup នៅក្នុង system នេះMeetup គឺជាក្រុមហ៊ុន profile គឺជា store location របស់យើងបាទត្រង់នេះរៀនថាឥឡូវនេះ Meetup សាខាតែនសុកសាខាបឹងអង្គរចောင်းចៅបាទអញ្ចឹងចောင်းចៅសែនសុកបឹងអង្គរហ្នឹងគឺជា location មួយអញ្ចឹង location មួយវាត្រូវមាន profile វាមួយដូចគ្នាដើម្បីឲ្យយើង control ទៅលើ set up កន្លែង set up ឲ្យលើ profile ឡើងបានអញ្ចឹងឥឡូវនេះក្នុងលក្ខខណ្ឌថាយើងមានតែមួយសាខាទេអូខេអញ្ចឹងបងអាចចូលទៅកាន់កន្លែង selling បាទ selling គេមានកន្លែងឲ្យបងបង្កើត profile នៅខាងនេះបងនេះ post setting នេះបាទបងអាចចូលនៅកន្លែងនេះក៏បានឬក៏ងាយស្រួលគេច្រើនពួកខ្ញុំប្រើទៅលើនេះបង profile វាមកជា profile ជាមកហ្នឹងហើយចុចទៅលើនេះក៏បានបាច់ចាំបាច់រាវទេពេលណាខ្ញុំមកសេចចាំមកទាំងនេះដែរបាទអញ្ចឹងយើងចូល profile មកយើង profile នេះ profile printer នេះបាទ profile ចូលទៅកាន់ profile ពី profile នេះមាន printer យ៉ាច្រឡំបងអានេះគឺ profile បង add ទៅកាន់ profile មួយបន្តមកទៀតយើងដាក់ឈ្មោះ profile យើងមក profile ដែលទីនោះថាv.v.162 បន្តមកយើងប្រើ tray មួយមកដើម្បីយើងងាយស្រួលចំណាំសាខានេះទៅសាខាទី1ដល់2ហើយដល់ចកលេខ1ហ្មងអញ្ចឹងក៏បានបាទនេះដល់ឬក៏ដាក់ថាសា depo ហ្នឹងហើយ depo នេះបាទបានមកបានខ្ញុំចង់ឲ្យដាក់ឥឡូវដាក់អញ្ចឹងហើយដាក់មុខកញ្ចក់ដាក់ផ្សារ depo អូខេព្រោះយើងទៅដល់យើងសាខាច្រើនសាខាទៀតអញ្ចឹងណាអញ្ចឹងយើងអត់ប្រើ tray ក៏បានដែរយើងទៅប្រើវងកញ្ចក់វិញមកក៏បានដែរហ្នឹងមកអានេះសំខាន់គឺលើបងអ្នកដាក់ឈ្មោះឯងបាទអានេះ company គឺនៅតែពីដុតដែរគេមាន company 2 3ឯងបងបន្ទាប់មកយើងមានឃ្លាំងអានោះដូចជា sub company បាទអញ្ចឹងណាឃ្លាំងបាទអញ្ចឹងតិចទៀតនៅពេលដែលបងមានសាខាថ្មីទៀតអានេះបងត្រូវទៅបង្កើតឃ្លាំងម្ដងមួយតាមសាខាហ្នឹងបងឥឡូវសារយើងមានតែមួយយើងអាចយកឃ្លាំងតែមួយនឹងសិនមកអូខេឃ្លាំងហ្នឹងអាចដាក់ឈ្មោះបានហើយដោយសារតែកំពុងត្រៀមចេញ4ទីតាំងទៀតបាទអញ្ចឹងយើងថ្ងៃនេះដាក់ store M មែនអត់យើងដូរវិញមកដាក់តាមផ្សារ depo វិញបាទចង់ដាក់ផ្សារ depo វិញបាទដាក់ store M ទៅវល់ store M អត់ដឹងថាមួយណាទេអូខេអញ្ចឹងនៅក្នុង warehouse វាអាចឲ្យយើងកែឈ្មោះបានទេបងត្រូវទៅបង្កើតថ្មីមួយទៀតឈ្មោះថាតែឲ្យដូចគ្នាហ្មងបងងាយស្រួល control ស្រួលចំណាំបាទ copy ដាក់មកគឺមានទៅដល់ពីផ្សារ depo បាទយើងមកខ្ញុំយកបានវាហៅមួយទៀតផ្សារ depo ហ្នឹងហើយបាទអញ្ចឹងបងចូលមកកន្លែងនេះបងទៅចាប់វាហៅនឹងយកឲ្យត្រូវមកហ្មងអញ្ចឹងបងអត់ប្រើ store up នេះទីទៀតខ្ញុំនឹងទៅលុប store up ហ្នឹងឲ្យបងកុំឲ្យវាច្រឡំបាទយើងចូលមកយើងចាប់វាហៅរបស់យើងគឺ Meetup ឬ Depo ហើយអា tray អង្គនេះបងមិនបាច់លុបអត់កើតទេអានេះវានឹងបញ្ជាក់ប្រាប់បងថា we under នេះមួយនេះ Meetup ហ្នឹងវាជា additional មួយសម្រាប់ឲ្យយើងចំណាំថាអាហ្នឹងគឺវា under របស់ Meetup ហ្នឹងពួកថ្ងៃក្រោយទៅលៀងបងមាន brand មួយទៀតឧទាហរណ៍មាន brand លក់ភេសជ្ជៈអីផ្សេងមួយទៀតអញ្ចឹងអា tray នេះគឺបើតាម company មួយទៀតហ្នឹងពួក system នេះយើងប្រើ control អារបៀបលក្ខណៈ franchise បងអញ្ចឹងបើគេមាន search បើឧទាហរណ៍ពេល search យើងសេចក្ដីឲ្យ tray up ហ្នឹងមួយក៏ចេញប្រភេទត្រូវដែរអូខេឥឡូវបន្តមកទៀតយើងមានអីគេយើងមាន customer បាទ create new customer អញ្ចឹងនៅពេលដែលយើងលក់នៅលើវិក័យប័ណ្ណទោះបីជាគាត់មិនប្រើឈ្មោះយើងក៏ត្រូវយើងមាន default customer ឬក៏ walk in customer មួយដែរដាក់នៅលើវិក័យប័ណ្ណហ្នឹងណាចាអានេះយើងបង្កើតមួយមកដាក់walk in customer មកបាទអត់ដាក់លេខតុកទៅធ្វើផ្សេងអញ្ចឹងបាទយើងដាក់ walk in មួយមកកន្លែងនេះដើម្បីឲ្យ system វាចាប់ auto មួយកុំឲ្យពេលយើង click ទៅវា load error បាទបន្ទាប់មកទៀតកន្លែងនេះគឺជាកន្លែងដែលបងកំណត់ថាតើ POS មួយហ្នឹង user ណាខ្លះដែលគាត់មានសិទ្ធិចូលទៅប្រើប្រាស់ព្រោះមិនប្រកាសថា user ដែលប្រើប្រាស់ system ទាំងអស់គាត់សិទ្ធិតែមានចូលសិទ្ធិចូល POS ទេបាទអញ្ចឹងកន្លែងនេះ currently យើងមានអត់មាន user ដើម្បីដាក់ឲ្យបងឯឡើយនេះ
បាទយើងអត់ទាន់មានទេអញ្ចឹងយើង skip វាចោលសិនចាំយើងចូលមក add វាតាមក្រោយវិញបាទអូខេតមក payment method នេះគឺជាអីគេគឺជារបៀបក្នុងការទូទាត់របស់យើងដែលផ្ដល់ជូនទៅអតិថិជនបាទអូខេជាទូទៅរបៀបក្នុងការទូទាត់យើងមានby default គឺយើងប្រើ cash ហើយយើង tick default នេះមួយមកព្រោះនៅពេលដែលបងចាប់ដើមបើកហាងបងប្រកាសជាមានទុកលុយសម្រាប់ឲ្យបុគ្គលិកគាត់ធ្វើការអាប់ហើយអញ្ចឹងយើងអាចទុកវាគាត់អាប់ឲ្យទុកលុយអញ្ចឹង by default វាជា cash បាទបន្ទាប់មកបើយើងនិយាយឲ្យត្រូវមុខងារនេះហ្មងណារបៀបឬក៏មធ្យោបាយក្នុងការទូទាត់ដែលអតិថិជនទូទាត់ឲ្យយើងមធ្យោបាយដែលយើងផ្ដល់ឲ្យអតិថិជនដើម្បីទូទាត់ប្រាក់ជូនយើងធម្មតាយើងមានឲ្យគាត់ទូទាត់ជាមួយយើងជា cash បាទជា bank យើងមានអីគេយើងមាន ABA បាទយើងដាក់ ABA ចឹងមកបើបងមាន AC បងមានស្ថាបនាមាន ANZ AC បងបាទមាន AC អញ្ចឹងអាហ្នឹងយើងទៅបង្កើតមួយទៀតមកនៅក្នុង mode of payment នេះនៅក្នុង mode of payment បងចូលមកឡើយនេះយើងប្រើពាក្យ mode of payment បាទបងវាយពាក្យ mode of payment មកបងចូលមក create កន្លែងនេះមួយទៀតបាទយើងយក full form មកកន្លែងនេះយើងយកពាក្យ AC mode of payment គឺយើងវាយ payment ចេញដូរឲ្យបាទបង mode of payment ជាទូទៅបងមិនចាំបាច់វាយតែអក្សរ2គេមកបងដកឃ្លាអក្សរ2គេមកក៏វាលោតមកដែរវាយបាន payment មាន payment ច្រើនតែបង scroll មើលម្ដងមួយមកនេះ mode of payment នៅក្រោមបាទអញ្ចឹងអានេះយើងដាក់ AC មកវាប្រភេទជា bank បាទវាប្រភេទជា bank អានេះយើងក៏ចាប់ទៅឆាត account bank auto មកគេបានប៉ុណ្ណឹង save វាមកអានេះតើតើ accounting នៅពេលដែលបង train accounting ចប់បងយល់ថានឹងអីគេហើយវិញមួយទៀតបង back មក mode of payment វិញបង add មក edit full form ដូចគ្នាវិញបងវាយពាក្យវិញមកតមកទៀតអានេះបងយកវាជា bank ដូចគ្នាមកអានេះយើងត្រូវ add មួយដើម្បីឲ្យ system វាចាប់ standard ដូចទៅ chart account វិញនេះប៉ុណ្្នឹងមកបង save មកមានណាទៀតទេបងមានតែ 3 4 ហ្នឹងទេអញ្ចឹងយើងបកមកកន្លែងនេះយើងមាន APA មួយយើងមានACIDA មួយយើងមាន Wing មួយទៀតយើង Wing មានមួយទៀតទេមានប៉ុណ្ណឹងហើយកន្លែងនេះ second currency យើងគិតមកជាខ្មែរ KHR យើងដាក់ហើយមកKHR ទេអានេះខ្ញុំ config ឲ្យបងឲ្យហើយប៉ុន្តែនេះវាតាក់ទងនឹង accounting អញ្ចឹងទោះបីបញ្យលក៏បងអត់ទាន់យល់ដែរតើបង train នៅចប់ហើយចាំយើងបកមកបញ្យលបងឡើងនឹងម្ដងទៀតថានេះអីគេអូខេអញ្ចឹងsummarize មកវិញទី1ឈ្មោះសាខារបស់យើងឬក៏ឈ្មោះទីតាំងហាងរបស់យើង company វាចង់ឲ្យបង auto បន្ទាប់មកអានេះវាជាប្រភេទ restaurant ឬក៏ retail ជាទូទៅនៅពេលដែលភ្ញៀវ walk in បងមានលេខតុដែរត្រូវអត់មានថាលេខតុលេខតុដែរអញ្ចឹងលេខតុបងយើងប្រើជាមួយនឹង restaurant នេះមកបន្ទាប់មកទៀត customer default walk in របស់យើងចាប់ជាមួយនឹង user ណាដែលអាច access ចូលកាន់ POS នឹងបានបាទអញ្ចឹងកន្លែងនេះយើងនៅខ្វះកន្លែង user នេះមួយសិនយើងមកបង្កើត user ដើម្បីឲ្យគាត់ log in ចូល POS មានតែប្រើ POS របស់យើងបាទឧទាហរណ៍ថាបុគ្គលិកក្នុង system បងបង្កើតមកមាន20 user យ៉ាងនេះប៉ុន្តែមិនប្រកាសថា20 user គាត់អាចចូលទៅក្នុង system ហ្នឹងអញ្ចឹងក៏មានគណនីរបស់គាត់មួយបាទគេចប់មានគណនីរបស់គាត់មួយអញ្ចឹងកន្លែងនេះបងចូលមក user list search មកយើងវាយពាក្យ user list នេះ user list បាទអញ្ចឹងបងកាមនោះបងត្រូវមាន email មួយ email នេះបើយើងនិយាយពីសំខាន់ក្នុង system អត់វាសំខាន់នៅពេលនេះសំខាន់នៅពេលដែលបង click password បងត្រូវការ reset password អញ្ចឹងយើងប្រើប្រាស់ email ប៉ុន្តែការ reset password ក្រៅពី email បងអាចធ្វើការបដូរ password ខ្លួនឯងដោយឲ្យបងប្រុសបដូរឲ្យក៏បានឬក៏អ្នកដែលមានសិទ្ធិក្នុង system បាទអញ្ចឹងកន្លែងនេះបងអាចវាយ email តែបងបញ្ហាហ្នឹងក៏បានដែរ
và đi bờ sinh gì dương tam trong hôn thông thông bạn kia cặp tục con lì mà cho bờ dương tam lý dương 500 anh bây giờ nhau là pan ủa à thế bây giờ lúc từ lòng mà mấy nó có các mình khác đặt sân trăm vô email từ mình apply đó mà email giống mấy bạn lớp cái gì giờ bong trong một món anh ấy mua bộ bón first name last name middle name tại vì tôi tác ra là first name mà muối các bạn này cái này níគឺជាឈ្មោះដែលបងត្រូវការប្រើប្រាស់ដើម្បី log in ចូល system ហ្នឹងបាទ log in ទៅបងចង់ប្រើឈ្មោះបង log ដែរឬក៏បងចង់ប្រើ code ប្រើ ID ប្រើអីហើយឈ្មោះចឹងយើង copy នេះមកដាក់ពេលដែល log in កន្លែងនេះបងចង់ប្រើអក្សរធំចេះក៏បានឬក៏អក្សរតូចក៏បានដែរបញ្ហាកន្លែងនេះthìអានេះយើងដូរតាមចូលនេះហើយទៅឲ្យត្រូវតោះអញ្ចឹងដំបូងឡើយគឺយើងមានតែប៉ុណ្្នឹងសិនទៅយើង save មួយសិនមកនៅពេល save វា load ដាក់ក្រហមនេះមួយមកដោយសារតែពេលយើងបង្កើត user មិញយើងអត់តបាន set up role ទេបងប្រើទេអញ្ចឹងបងខ្វែងវាមកបងចូលមកកន្លែងនេះដើម្បីធ្វើការ set up role នៅក្នុង system ពួកខ្ញុំមួយទៀតបងចំណាំមើលអាផ្កាយក្រហមនេះកាលណាដែលមានផ្កាយក្រហមនេះគឺត្រូវតែបំពេញអត់អាចច្រឡោះបានទេបាទតោះមកយើងចូលទៅ role បើសិនជាបងជា admin អ្នក control full system យើងអត់ចាំបាច់ខ្វល់ច្រើនទេ tick on save មកចឹងកន្លែងមុនយើងបង្កើត username របស់យើង set up role ហើយចំណុចបន្តទៀតគឺយើងចូលមកកាន់ setting យើង set up password អានេះ password បងឲ្យបាយ password លេខក៏បានអក្សរក៏បាន1 2 3អីក៏បានដែរតែ save មួយចឹងកន្លែងនេះនៅពេលដែលបង add នេះវាមាន user បងមួយមកសម្រាប់ login ចូល system នេះបងកាត់ user ឲ្យមិនយើង click default វិញមកគេតោះមកយើង save វាមកបានហើយអូខេយើងអត់តមាន bank account អីអានេះយើងដូរនេះមកវិញដោយសារយើងអត់តបានប្រើ accounting វាទាមទារត្រូវការ bank account តែមិននៅវិញមួយទៀតអូខេadd ម្ដងទៀតមិន update ទៀតវិញខ្វះព័ត៌មាននៅផ្សេងthì អានេះគឺជារបៀបដែលយើងបង្កើត profile ហើយនឹង user គេអញ្ចឹងអានេះខ្ញុំ save តែមួយមកច្រើនពេក